Hello អ្នកទាំងអស់គ្នាឥឡូវខែថ្មីតោះលេង challenge ដើម្បីឲ្យសល់លុយដល់ចុងខែទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ challenge អ្នកទាំងអស់គ្នាឲ្យទម្លាប់ចាប់ផ្ដើមកំណត់ទឹកប្រាក់ចាយវាប្រចាំខែហើយកុំបារម្ភយើងអាចប្រើឲ្យ ABA Mobile ជាអ្នកតាមរំលឹកអញ្ចឹងយើងលេងចាយភ្លេចខ្លួនទៀតហើយមុខងារដ៏ពិសេសនេះគឺមាននៅក្នុងប៊ូតុងវិភាគដែលមានតែអ្នកប្រើ ABA ទេដែលមានចូលទៅកាន់មុខងាររួចអូសចូលទៅក្រោមយើងនឹងឃើញប៊ូតុងថវិកាចំណាយប្រចាំខែហើយដាក់ទឹកប្រាក់ដែលយើងគួរចាយក្នុងមួយខែរួចចុចរួចរាល់ផ្ទាំងវិចិត្រមុខងារនេះនឹងលោតអូតូចូលអេក្រង់ដើម ABA ហ្មងដើម្បីឲ្យយើងងាយស្រួលតាមដានចំណាយដែលមានពណ៌3ដូចភ្លើងស្តុបអញ្ចឹងបើឃើញពណ៌បៃតងបានន័យថាយើងចាយត្រូវខ្ទង់ហើយបើឃើញពណ៌ទឹកក្រូចមានន័យថាចិត្តលើសកំណត់ហើយទប់ខ្លះទៅកុំចំណាយលើសនឹងទៀតបើឃើញពណ៌ក្រហមវិញគឺស្បៃហើយចាយលើសខ្លាំងបើចាយទៀតដាច់ខែដាច់ខ្យល់បតោយអញ្ចឹងកុំភ្លេចកំណត់ចំណាយប្រចាំខែនិងចាប់ផ្ដើមសន្សំប្រាក់ទាំងអស់គ្នាណា